សំខាន់ណាស់រឿងមិត្តហ្នឹងគឺមិត្តខាងក្រៅក៏មានមិត្តខាងក្នុងក៏មានមិត្តខាងក្រៅសំបីតែម្នាក់ទៀតមានប្រយោជន៍មានតម្លៃជាងប្រាក់រាប់ម៉ឺនលានដុល្លារណានឹងឯងយើងមានប្រាក់អាចអស់កម្លាំងចិត្តបាត់បង់ទឹកចិត្តដោយប្រការណាអាចសម្លាប់ខ្លួនបានណាតែបើមានមិត្តម្នាក់ដែលអាចនឹងជួយឲ្យយើងមានកម្លាំងចិត្តយើងមានរឿងអីប្រាប់មិត្តមានរឿងអីប្រាប់មិត្តកល្យាណមិត្តហ្នឹងគឺមិនមែនចិត្តតែយករឿងយើងទៅបរិហាគេអីទេដែលមិត្តល្អហ្នឹងគឺថាដឹងតែពីរនាក់ហ្នឹងអាហ្នឹងដែលមិត្តល្អអញ្ចឹងប៉ុន្តែជួយមិត្តស្មោះត្រង់ហ្នឹងជួយនិយាយជួយលួងលោមយើងអាចមានកម្លាំងចិត្តរស់នៅបានមើលទ្រព្យម៉ឺនលានដុល្លារអាចឲ្យយើងស្លាប់បានណាមិនឲ្យយើងសប្បាយចិត្តថាស្លាប់ទៅអីមានប៉ុណ្្នឹងហើយវាមិនមែនស្លាប់រឿងគ្រោះថ្នាក់រឿងជំងឺរោគអីទេអាស្លាប់ដោយសារបាក់ទឹកចិត្តសម្រាប់ខ្លួននេះអាហ្នឹងឯងមានមិត្តសម្រាប់ជួយហ្នឹងហើយមិនមែនតែប៉ុណ្្នឹងទៀតជួយឲ្យចម្រើនទៅដោយសទ្ធាសិលសតៈចាគៈបញ្ញាទៀតសម្រាប់កល្យាណមិត្តយើងក្នុងពុទ្ធសាសនាហ្នឹងយើងត្រូវរកមិត្តល្អក្នុងពុទ្ធសាសនាសប្បុរសឲ្យបានច្រើនទៀតហ្នឹងឯងហើយរឿងទោសកំហុសវាតែងតែមានអញ្ចឹងដូចបញ្ជាក់ពីខាងដើមយើងកុំទៅរួសម្បូរបែប 100%សំបីកល្យាណមិត្តរបស់យើងនឹងក៏ដោយយើងកុំទៅចង់បាន 100% ឲ្យតែវាក្រាន់បើជាងយើងទៅបានហើយយើងនឹង50អ្នកដែលគេល្អ60 70អានឹងគឺថាជាកល្យាណមិត្តរបស់យើងហើយជួយដើម្បីសណ្ដោងឲ្យយើង60 70អីទៅតាមនឹងទៅហើយជាពិសេសអ្នកដែលមានធัวរបស់ពុទ្ធនោះសំបីតែគាត់នឹង60 70ប៉ុន្តែពធัว 100% ហ្មងទាំងនឹងឯងបឋិជនសម្ដែងធัวអាចអ្នកស្ដាប់សម្រេចមគ្គផលក៏បានព្រោះធัวរបស់ពុទ្ធអានឹងឲ្យតែអ្នកមានធัวរបស់ព្រះអង្គយើងខ្សែគប់ទៅកុំឲ្យយើងរៀនស្អប់ចំណែនអីតាមរបៀបដែលថាលើសខ្វះគ្នាអីបន្តិចតួចចង់មូលចង់បង្កាច់អីគ្នាអ្នកចេះដឹងអ្នកល្អយើងយកជាមិត្តទៅ100នាក់ក៏យើងគិតទៅនៅតែតិចអញ្ចឹងនឹងឯងអញ្ចឹងគឺថាយើងត្រូវចងមិត្តកុំចងសត្រូវកុំឲ្យគិតថាមានតែយើងម្នាក់ឯងបានហើយពុទ្ធសាសនាយើងមើលត្រូវដឹងគុណអ្នកដទៃផងយើងទោះជាថាអ្នកសម្ដែងធម៌ក៏មិនមែនបានទៅសម្ដែងម្ដងគ្រប់ខេត្តទាំងអស់ទេចឹងឯងចឹងហើយក៏មិនមែនយើងចូលរួមកសាងវត្តទំនប់បំរុងប្រសង់អីគ្រប់វត្តគ្រប់អារាមទេវេនបិណ្ឌហ្នឹងបានតែមកវេនវត្តយើងហ្នឹងវាណាស់ហើយអីចូលវត្តដទៃវេនដទៃអាហ្នឹងដែលយើងត្រូវមើលឲ្យឃើញដល់គុណអ្នកដទៃដើម្បីយើងព្រមព្រៀងគ្នាស្រឡាញ់គ្នាអនុមោទនាបុណ្យពីគ្នាចឹងទៅចឹងហើយធម្មទានបានពុទ្ធបរិស័ទនឹងចេះដឹងពុទ្ធសាសនាទៅបានល្អទូទាំងប្រទេសទូទាំងសាសនមណ្ឌលទៅកុំឲ្យយើងគិតថាមានតែយើងម្នាក់បានហើយនោះបានទេតែយើងចេះតែមួម៉ៅទៅពាក្យសម្ដីមានឮទៅវិញទៅមកទៅវាចេះតែគំនុំគុំស្អប់ទៅតែបើយើងបានប្រព្រឹត្តទៅដើម្បីចងនៅមិត្តភាពនៅមិត្តទោះជាថាតាមរយៈនៃទេយធัวក្តីតាមរយៈនៃធម្មទានក្តីដែលយើងអាចថាពោលពាក្យសម្ដីមិនបានចំពោះមុខក៏ដោយកំបាំងមុខក៏ប៉ុន្តែមិនយូរមិនឆាប់នឹងបានលឺឲ្យតែពាក្យសម្ដីល្អនឹងឯងលើកចំកើងអ្នកដែលល្អនឹងមួយម៉ាត់មួយកអីចឹងផងដែរទៅនឹងឯងវាមិនមែនថាអត់មានខុសទេវាយើងចេះតែចាប់កំហុសមួយហ្នឹងរឿងអីបានជាយើងចាប់មួយហ្នឹងហើយចុះអាល្អ90ទៀតហ្នឹងយើងលាក់បើគេទៅឯណាអានោះវាមានតែយើងចំណែនតែបើយើងស្វែងរកសេចក្តីសុខសម្រាប់ជីវិតយើងសម្រាប់ជីវិតអ្នកដទៃមានចិត្តទលំទលាយប្រកបដោយមេត្តាករុណាមុទិតាទៀតហើយគឺយើងមិនចង់បានអ្នកណាសម្បូរបែប100% អីទៅចឹងទេយើងក៏មិនអាចបានដែរប៉ុន្តែយើងមើលសេចក្តីល្អរបស់អ្នកអតីចឹងទៅបានគ្នាជាមិត្តទៅវាមានសេចក្តីសុខផងព្រមព្រៀងគ្នាផងការដែលព្រមព្រៀងគ្នានឹងសំខាន់មែនទែនទាំងព្រោះណានាំមកនៅសេចក្តីសុខទាំងខ្លួនយើងទាំងអ្នកដទៃអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងតេទាំងមេត្តានិកន្តតេហ្នឹងឯងតេទាំងហ្នឹងគឺជាហេតុហើយដែលនាំឲ្យចងមិត្តបានហ្នឹងគឺការឲ្យទានណាបងប្អូនកូនចៅនឹងឯងការឲ្យទាននឹងនាំឲ្យមានញាតិមានមិត្តណាសំខាន់ជាងទ្រព្យ
យើងដឹកទ្រព្យសម្បត្តិមកសំពៅទៅរស់នៅកណ្ដាលកោះម្នាក់ឯងវាមិនខុសពីដុំថ្មដុំគ្រួសទេវាអត់មាននរណារាប់អានមាសពេជ្រហ្នឹងវាមានតម្លៃអីវាតើមនុស្សយើងរាប់អានចឹងចេះតែឲ្យតម្លៃទៅយ៉ាងណាមិញជីវិតយើងក៏អញ្ចឹងបើអត់មានញាតិមិត្តរាប់អានឲ្យតម្លៃយើងទៅថ្លៃជាមួយនរណាគេថាយើងងាប់បាត់ហើយតែងាប់ផងហ្នឹងណាងាប់បាត់ហើយក្នុងចិត្តរបស់គេគេគិតយើងថាស្លាប់បាត់ហើយព្រោះយើងវាអត់បានជួយនៅកិច្ចការទុកទរៈអីទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងតេទាំងហ្នឹងព្រះអត្ថកថាបញ្យល់រហូតមកដល់សង្ឃហវត្ថុ4នោះដែលមានទានហ្នឹងជាប្រធានវាមានមកពេយៈវាចាផងវាមានមកអដ្ឋចរិយាហើយនឹងសមានត្តតាកិច្ចការសង្គ្រោះហ្នឹងទាន1ទី2បយៈវាចាត្រូវសង្គ្រោះដោយពាក្យសម្ដីនិយាយពីរោះក៏និយាយទៅទី3អដ្ឋចរិយាត្រូវធ្វើអីកិច្ចការងារដោយកម្លាំងជាប្រយោជន៍ចេះតែធ្វើទៅនឹងឯងហើយនឹងទី4យើងមិនប្រកាន់រឹកពីចៅម៉ាំងឆ្មាំងឆ្មៃអីទេត្រូវតម្កល់ខ្លួនរួមសុខរួមទុក្ខគ្នាអញ្ចឹងទៅហៅថាសមានត្តតានឹងអញ្ចឹងគឺតេទាំងហ្នឹងជាប្រធានទាំងព្រះអត្ថកថាលោកបញ្យល់មកក្នុងការសង្គ្រោះហ្នឹងហើយនឹង4មុខហ្នឹងទៅតាមសេចក្តីហ្នឹង